មិនអាក្រក់នេះនិយាយស្អីហ្នឹងយើងនៅបរិសិនតែយើងមានក្មេងក្នុងពោះមកពីណាអ្នកមីងក៏ហាក់ចេះក្មេងទៅជាមនុស្សមិនល្អចូលមកនាំនាងទៅមន្ទីរពេទ្យពិនិត្យគាត់បើពិតជាមានផ្ទៃពោះត្រូវរឹបអូសយកក្រុមហ៊ុនកំសាន្តរបស់តកុលសិនទាំងអស់លោកម្ចាស់ទី2លោកកំខឹងអីខ្ញុំខុសហើយលោកម្ចាស់ទី2គឺខ្ញុំមានចេតនាកុហកលោករកគ្នាអាក្រក់ម្ល៉េះមិនចម្លាយទេដែលត្រូវចេញមកណាត់ជួបនាងនិយាយទៅមើលរូបថតនេះមានអីពាក់ព័ន្ធជាមួយនឹងនាងហ៎លោកលាវអាយុ55ឆ្នាំហើយប្រហែលជាអត់ពាក់ព័ន្ធជាមួយរូបថតនេះទេបរិះអាយុ50គឺដូចជាផ្កាយកាន់តែចាស់កាន់តែក្រអូបចំណែកនាងវិញជាកូនច្បងតកូលវិនដែលជាតកូលធំទាំង4នៅណានឆឹងអាយុ26ឆ្នាំជិត30ទៅហើយបើមិនមែនប៉ារបស់នាងឲ្យលើ60,000មកធ្វើជាថ្លៃបណ្ណាការទេខ្ញុំក៏មិនមកណាត់ជួបជាមួយនាងដែរនាងគិតថាខ្ញុំចង់ណាត់ជួបជាមួយនាងបើសិនជាលោកប៉ាខ្ញុំគាត់ដឹងថាលោកនិយាយកុហកគាត់ច្បាស់ជាសម្រាប់លោកមុនគេហើយនាងមិនស្គាល់របស់ល្អពិតប្រាកដទេខ្ញុំគឺជាអ្នករៀនចប់មហាវិទ្យាល័យពិតប្រាកដនៅសតវត្សទី80តម្លៃថ្នាក់វិទ្យាល័យកាលនោះគឺស្មើនឹងថ្នាក់បណ្ឌិតឥឡូវនេះតើឯងដឹងដែរទេហើយនេះក៏ជាសិនដ៏ល្អត្រូវជ្រើសរើសកាលពីសម័យកាលមុនបើនាងអាចបង្កើតកូនឲ្យខ្ញុំនោះបុព្វបុរសរបស់នាងអាចទទួលបានលាភធំហើយដូច្នេះបើនាងរៀបការជាមួយខ្ញុំត្រូវបង្កើតកូនឲ្យខ្ញុំយ៉ាងតិច8នាក់និយាយចាប់ហើយនេះខ្ញុំប្រញាប់ចុះសម្រាប់អាពាហ៍ពិពាហ៍ជាមួយខ្ញុំមែនទេខ្ញុំរៀបការជាមួយចៅប្រុសលោកអាចចុះលិខិតអាពាហ៍ពិពាហ៍800ដងចុះលោកយកមកពីណាធានាជាមួយខ្ញុំស្រីឆោទៀតតែប្រយ័ត្នមិនឈិញស្អែកជួបគ្នាចុះលិខិតអាពាហ៍ពិពាហ៍ត្រូវសម្រាប់បានច្រើនកុំឲ្យមានស្នាមខ្មៅនៅក្រោមភ្នែកហើបួបានប៉ះពាល់ដល់សរសៃប្រសាទជើងខ្នងបណ្ដាលឲ្យពិការជើងទាំងពីរប្រហែលជាមិនអាចក្រោកឈប់បានទៀតទេលោកម្ចាស់ទី2លោកម្ចាស់ទី2លោកនឹងអ្នកនាងវិននៅជាមួយគ្នា5ឆ្នាំហើយស្នេហាអ្នកទាំងពីរជ្រាលជ្រៅណាស់ខ្ញុំគិតថាទោះបីជាលោកម្ចាស់មិនអាចក្រោកឈប់បានទៀតក៏ដោយក៏អ្នកនាងវិននៅក្បែរលោកម្ចាស់មិនអាចឃ្លាតដែរតែនាងមិនគួរចំណាយពេលនៅជាមួយនឹងមនុស្សពិការដូចជាយើងនេះទេ